ថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើទឹកកាពិក៏មានរសជាតិឆ្ងាញ់សម្រាប់ហូបជាមួយនឹងម្ជូរណាបងប្អូនហើយវីដេអូនេះក៏ជូនសម្រាប់អ្នកដែលចូលចិត្តហូបម្ជូរដូចខ្ញុំដែរណាហើយសម្រាប់វិធីទៅធ្វើទឹកកាពិរបស់ខ្ញុំនោះគឺងាយទេហើយក៏មានរសជាតិឆ្ងាញ់ដែរបងប្អូនដូចជាដំបូងខ្ញុំដាក់ប្រេងរាងក្តៅខ្ញុំដាក់ខ្ទឹមសចូលកូរឲ្យឡើងឈ្ងុយបន្តិចខ្ញុំក៏ដាក់ស្ករត្នោតចំនួន2ស្លាបព្រាធំចូលទៅកូរឲ្យឡើងជើងក្រងណាហើយកាពិរបស់ខ្ញុំក៏ខ្ញុំមានមួយកែវចាក់ចូលទៅខ្ញុំកូរវាឲ្យឡើងឈ្ងុយថែមទៀតមកក៏ខ្ញុំលួចទឹកបន្តិចបងប្អូនហើយខ្ញុំថែមប៊ីចេងខ្ញុំដាក់រៀងច្រើនតិចបងប្អូនអរគ្នាបើដាក់តិចពេកកាពិយើងក៏រៀងប្រៃដែរអញ្ចឹងយើងដាក់មកតែកុំលើសពេកបងប្អូនអញ្ចឹងខ្ញុំកូរវាឡើងឈ្ងុយអញ្ចឹងមកហើយថ្ងៃនេះខ្ញុំមានអីពិសេសគឺខ្ញុំមានហៃប៊ីក្រៀមអាតិចតួចអញ្ចឹងខ្ញុំយកវាមករែងឲ្យស្អាតអញ្ចឹងខ្ញុំយកវាមកចាក់ចូលខ្ញុំមានហៃប៊ីក៏ដូចជាម្ទេសក្រៀមដែលបុកដែរបងប្អូនអញ្ចឹងរសជាតិយើងអាចភ្លក់មើលបានថាប៉ុណ្ណាដែលយើងត្រូវការយើងចង់បែបផ្អែមឬក៏ជាបែបរៀងប្រៃតិចតែសម្រាប់ខ្ញុំយករឿងផ្អែមហើយរសជាតិខាប់ជាមួយនឹងទឹកហៃប៊ីនោះគឺអ៊ូយអេមតែម្ដងហើយសម្រាប់ខ្ញុំគឺខ្ញុំដាក់ម្ទេសអត់ច្រើនទេថ្ងៃនេះគឺខ្ញុំដាក់មកមុំដែរប៉ុន្តែធ្វើបដិហៀទាំងបដិបដិបងប្អូនអរគ្នាហើយយើងហូបជាមួយអីក៏ត្រូវដែរបងប្អូនយើងហូបជាមួយម្កាក់ហូបជាមួយស្វាយហូបជាមួយនឹងអំពិលអីក៏ត្រូវដែរមកកាពិមួយមុខនេះគឺឆ្ងាញ់មែនទែនបងប្អូនសួស្ដីបងប្អូនអរគ្នាមកបានហើយកាពិខ្ញុំនឹងខាំតិចអូខេបុកតិចហ្នឹងឆ្ងាញ់ឆ្ងាញ់អត់ចាប់ឲ្យគេមិញ